ជំរាបសួរដល់កូនចៅសកលទាំងអស់គ្នាណាហ្នឹងហើយទាំងក្រៅប្រទេសទាំងក្នុងប្រទេសទាំងអស់គ្នាណាហ្នឹងហើយថ្ងៃនេះគឺលោកគ្រូសូមមិនបានបង្ហាញនៅមុនគេថាទេណាហ្នឹងហើយតែបង្ហាញនៅរបស់ខ្លះណាហ្នឹងហើយដែលចែកជាវជូនដល់កូនចៅទាំងអស់គ្នាណាហ្នឹងហើយយកទៅពាក់យកទៅប្រើដើម្បីជាខោសម្រាប់ការពារដល់អាយុជីវិតណាហ្នឹងហើយហើយដើម្បីជាសំណាងដល់កូនចៅទាំងអស់គ្នាដែរណាហ្នឹងហើយកូនសង្កត់អាឋាននេះគឺលោកគ្រូបានសាងចំនួន4អង្គណាហ្នឹងដែលបានបង្ហាញនៅក្នុងវីដេអូមុនដែរណាហ្នឹងហើយតែมันបានរៀបរាប់បកស្រាយលម្អិតណាហ្នឹងហើយថ្ងៃនេះក៏បានបកស្រាយលម្អិតមួយចំនួនខ្លះណាហ្នឹងហើយមួយចំនួនខ្លះទៀតដល់កូនចៅទាំងអស់គ្នាយកទៅប្រើដោយខ្លួនឯងហើយយកទៅគោរពដោយខ្លួនឯងណាហ្នឹងហើយកុំថាគ្រូចេះតែថាអញ្ចឹងណាហ្នឹងហើយនិយាយរួមកូនសង្កត់ចំនួន4អង្គនេះគឺមានអានុភាពប្រើខាងស្នេហ៍និងការពារហើយការពារបិទបាំងរារាំងទប់ស្កាត់ណាហើយក៏លោកគ្រូបាន5ពីតម្លៃសម្រាប់ជាវហើយដែរគឺលោកគ្រូដាក់ជាវធូឲ្យទេណាហ្នឹងហើយចំពោះមួយអង្គដែលបាននេះគឺយើងជាវតម្លៃត្រឹមតែ$60ទេណាហ្នឹងហើយមួយអង្គនេះគឺតម្លៃ$60ចែកជាវដល់កូនចៅទាំងអស់គ្នាយកទៅប្រើដើម្បីហើយក្នុងចំនួន3អង្គនេះគឺ$50ណាហ្នឹងហើយបើយើងនិយាយអំពីអានុភាពនៃការប្រើខាងការពារវិញបើយើងនិយាយពីអានុភាពនៅប្រើខាងការពារវិញទី1គឺយើងការពារនៅអំពើអំព័ន្ធអាប់ធ្ងន់ធ្ងរព្រៃផ្សាយណាហ្នឹងហើយយើងទី2គឺយើងការពារនៅអំពើដែលគេប្រើដោយខ្មោចក្តីគេប្រើដោយព្រាយក្តីគេប្រើដោយនេតាក្តីណាហ្នឹងហើយទី3គឺយើងការពារនៅពេលណាដែលយើងធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយតាមផ្លូវជិះម៉ូតូជិះឡានអីក្តីគឺធ្វើឲ្យយើងនឹងមានសុខសុវត្ថិភាពតាមផ្លូវមានភាពសុវត្ថិភាពមានស្មារតីនៅក្នុងការធ្វើដំណើរហ្នឹងហើយទី4គឺជួយឲ្យយើងបិទបាំងរារាំងទប់ស្កាត់នៅគ្រឿងសត្រាវុធផ្សេងដោយហេតុប្រការណាមួយដោយសត្រូវមកកាប់ពីមុខពីក្រោយពីឆ្វេងពីស្ដាំឬដោយហេតុប្រការណាមួយដែលសត្រូវបំណងប៉ងមកចង់ធ្វើឃាតយើងណាហ្នឹងហើយទី5គឺជួយការពារយើងនៅនៅសត្រូវទាំងឡាយដែលមានចិត្តចង់ធ្វើបាបយើងដោយហេតុប្រការណាមួយណាហ្នឹងហើយគឺมันអាចធ្វើមកលើយើងបានឡើយណាហ្នឹងហើយទី6ជួយបិទបាំងរារាំងទប់ស្កាត់នៅគ្រឿងសត្រាវុធផ្សេងមិនឲ្យប៉ះពាល់ដល់អាយុជីវិតរបស់យើងបានឡើយនៅពេលណាដែលយើងមានអាសន្នអន់ក្រគឺគង់លើស្វ័យប្រវត្តិណាទី7ការពារនៅរឿងរ៉ាវអាក្រក់បញ្ជិះនៅគ្រោះភ័យបញ្ជិះនៅអន្តរាយទាំងឡាយទាំងពួងផងដែរណាហ្នឹងហើយទី8គឺជួយការពារបិទបាំងរារាំងទប់ស្កាត់នៅគេហៅថានៅពេលណាដែលយើងធ្វើដំណើរយប់ព្រលប់ក្តីណាហ្នឹងហើយហ្នឹងហើយទី9គឺការពារនៅពេលណាដែលយើងត្រូវខ្មោចយើងខ្លាចខ្មោចខ្លាចព្រាយខ្លាចអីលួចបន្លាចយើងគឺការពារមិនឲ្យខ្មោចព្រាយលួចបន្លាចយើងបានឡើយណាហ្នឹងទី9ហ្នឹងហើយទី10គឺជួយការពារនៅពេលណាដែលយើងធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយអីក្តីឬក៏យើងដេកតាមផ្លូវដេកតាមបន្ទប់ជួលក្តីដេកតាមទេសនៈក្តីឬដេកនៅតាមណាមួយដែលយើងមិនប្រកាសថាកន្លែងនោះជាទីណាមួយដែលអាចនឹងមានខ្មោចមានព្រាយលួចបន្លាចណាលោកគ្រូសូមរៀបរាប់ប្រាប់10ចំណុចខាងការពារហ្នឹងគឺវាមានច្រើនទៀតខាងការពារហ្នឹងណាហ្នឹងហើយកូនចៅយកទៅប្រើទៅណាហ្នឹងហើយបើយើងនិយាយអំពីស្នេហ៍វិញបើសិនជាយើងនិយាយអំពីស្នេហ៍គឺស្នេហ៍ទី1គឺស្នេហ៍ខាងរស់ស៊ីគឺជួយយើងរស់ស៊ីលក់ដូរដាច់ជាងមុនណាហ្នឹងហើយទី2បើយើងធ្វើការងារគឺឆាប់ឡើងតំណែងហ្នឹងហើយទី3គឺជួយធ្វើឲ្យអ្នកតូចធំទាំងឡាយទាំងពួងហ្នឹងគឺគេស្រឡាញ់គេនៅគេសូគេចូលចិត្តយើងគេជួយឈឺឆ្អើនៅលើរឿងយើងហ្នឹងហើយទី4គឺជួយឲ្យអ្នកផងទាំងឡាយហ្នឹងគឺគេរ៉ាប់រកអាណិតអាសូរយើងហ្នឹងហើយហ្នឹងហើយទី5គឺជួយឲ្យ
ការងាររបស់យើងមានការរីកចម្រើននិងប្រសើរណាហ្នឹងហើយទី6ជួយធ្វើឲ្យយើងនោះមានលៀបមានជ័យមង្គលហ្នឹងហើយទី7គឺជួយឲ្យយើងនឹងមានសេរីមង្គលដ៏ប្រសើរកើតមានចំពោះយើងនៅពេលណាដែលយើងគោរពប្រតិបត្តិណាហ្នឹងហើយណាហ្នឹងហើយទី8គឺជួយឲ្យយើងនឹងរស់ស៊ីមានបានចម្រើនទ្រព្យរក្សាទ្រព្យនិងគង់ទ្រព្យហ្នឹងហើយទី8ទីមិនរាប់ហើយជួយធ្វើឲ្យយើងនឹងមានការងារធ្វើណាហើយពិសេសគឺអ្នកបើកមុខរបរស៊ីថ្មីអ្នកបើកមុខរបររកស៊ីអីហ្នឹងគឺត្រូវប៉ាន់ហើយសម្រាប់យើងអ្នកទៅបើកអាជីវកម្មសម្រាប់រកស៊ីណាទៅតែអ្នកដាក់ពាក្យធ្វើការងារក្តីហ្នឹងហើយយើងអាចយកទៅប្រើបានណាសម្រាប់យើងដាក់ពាក្យធ្វើការងារក្តីហ្នឹងគឺឆាប់បានការងារធ្វើណាហ្នឹងហើយហើយម្យ៉ាងទីហ្នឹងគឺជួយឲ្យយើងហ្នឹងឆាប់ឡើងតំណែងតាមសមត្ថភាពយើងរូបបូកសំនៃយើងការគ្រប់នឹងមានជំនឿនៅជឿនៅលើនៅវត្ថុនឹងផងណាហ្នឹងហើយអ្វីដែលសំខាន់គឺពេលណាដែលយើងចង់ពេលណាដែលយើងរិស័យយើងដាក់រិស័យយើងធ្លាក់ឬក៏យើងជួបបញ្ហាណាមួយឬក៏យើងជួបខ្មោចជួបព្រាយក្តីណាមួយគ្រាន់តែយើងយកកូនសកលហ្នឹងដាក់នៅក្នុងទឹកត្រាំនៅក្នុងទឹកហ្នឹងហើយគ្រាន់តែយើងដុតធូបហើយយើងរំលឹកតគុណគ្រូទៅហើយបុគ្គលចាស់ចេះគេថានៅគ្រូបានចែករំលែកនៅក្នុងវីដេអូហ្នឹងទៀតរត់តែល្អណាហ្នឹងគុណយ៉ាងគុណធ្វើដាក់ត្រាំគុណសកលនៅក្នុងទឹកហ្នឹងទៅហើយគាត់ទៅសូត្រគេថាហ្នឹងទៅហើយយើងយកទឹកយកមកផឹកក៏បានយកមកលុំមុខក៏បានយកមកងូតក៏បានដែរណាហ្នឹងហើយហ្នឹងវិសេសណាស់ហ្នឹងហើយនេះគាត់នឹងគ្រូរៀបរាប់ប្រាប់ពីមួយចំនួនទេណាហ្នឹងហើយវាមានចំណុចសំខាន់ជាច្រើនទៀតដែលគ្រូមិនបានរៀបរាប់ប្រាប់អញ្ចឹងអ្វីដែលសំខាន់គឺកូនចៅយកទៅប្រើហើយយកទៅគ្រប់ទៅណាហ្នឹងហើយអញ្ចឹងកូនចៅទាំងឡាយនៅមានជំនឿណាមាននិស្ស័យនៅក្នុងឱកាសវេលាបុណ្យចូលឆ្នាំខ្មែរណាប្រពៃណីជាតិរបស់យើងគឺលោកគ្រូបញ្ចុះតម្លៃទេណាគ្រូលក់ត្រឹមតែ1អង្គ50ដុល្លារនិង1អង្គ60ដុល្លារទេណា1អង្គនេះគឺ60ដុល្លារណាតែថា3អង្គនេះគឺតែ60ដុល្លារទេណាចែកជាវដល់កូនចៅដល់គ្នាយកទៅប្រើយកទៅគ្រប់ធម្មតាយើងមានរបស់ល្អប្រើគួរចែកប្រើដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងវីដេអូរបស់គ្រូមានតែប៉ុណ្្នឹងទេណាហ្នឹងជូនពរកូនចៅបានសុខចម្រើនហ្នឹងហើយ